អូខេសួស្តីអ្នកនរគ្នាចូលមកកាន់ Channel CM អញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងមកប្រាប់អ្នកនរគ្នាពីរបៀបនៃការតឡើង tool download វីដេអូដែលមានមុខងារតឡើង download វីដេអូរហូតដល់ 4K អញ្ចឹងចំពោះ tool នេះខ្ញុំបានដាក់ចូលនៅក្នុង Channel Telegram អាចទៅ install ប្រើមកហើយខ្ញុំ free ឲ្យប្រើតែសាកល្បងរយៈពេល7ថ្ងៃសម្រាប់អ្នកដែលគាត់ចាស់អឺបងប្អូនដែលគាត់ទៅខ្ញុំកាលពីមុនអាចគឺ copy serial ខ្ញុំមកអាចយកទៅប្រើប្រាស់បន្តទៀតបានចឹងបន្ទាប់ពីយើងត្រឡប់ tool ហើយយើងគ្រាន់តែមកស្ដាំលើវាមកយក show more option នេះមកហើយយក WinRAR ហើយយកពាក្យថា extract file បាទពី extract file មកវានឹងចេញបែបនេះឲ្យយើងបាទនេះបែបនេះអត់បាក់ទេគ្រាន់តែចុចលើវាមកបាទពីចុចលើ tool នឹងមកគឺចេញកូដបែបនេះចឹងតើតាមបំពុត activation ចឹងគាត់ឲ្យ copy កូដនេះចាមកក្នុង channel Telegram របស់ខ្ញុំមកខ្ញុំនឹង activate ឲ្យប្រើណាបាទប៉ុន្តែសម្រាប់អ្នកដៃថ្មីខ្ញុំ free ឲ្យតែសាកល្បងរយៈពេល7ថ្ងៃបាទសម្រាប់អ្នកដែលគាត់ដៃថ្មីណាអាចយកទៅប្រើប្រាស់រយៈពេល7ថ្ងៃបានអូខេអញ្ចឹងពួកយើងមានទម្រង់បែបនេះអញ្ចឹងដល់ពេលដែលផ្ញើកូដមកឲ្យខ្ញុំមកខ្ញុំ generate ទៅឲ្យបាទហើយប្រាប់ខ្ញុំផងថាយកប្រើប្រហែលថ្ងៃសម្រាប់អ្នកប្រើ7ថ្ងៃប្រាប់7ថ្ងៃមកប៉ុន្តែបើអ្នកចាស់អ្នកដែលគាត់ទិញមួយឆ្នាំអីហ្នឹងគាត់ប្រាប់ខ្ញុំមកថាគាត់ប្រើមួយឆ្នាំហើយមួយចាស់មាននៅក្នុង channel Telegram ហើយគឺខ្ញុំដឹងហើយខ្ញុំទៅលើកលេខនឹងលេខ serial នោះទៅឲ្យ activate ឲ្យអញ្ចឹងអ្នកដែលថ្មីគាត់តែចុចប្រាប់ខ្ញុំមកថាយកប៉ុន្មានថ្ងៃយក7ថ្ងៃដាក់7ថ្ងៃមកបាទយក30ថ្ងៃហ្នឹងគាត់លុយណាបាទអញ្ចឹងយក7ថ្ងៃហើយខ្ញុំ generate key ទៅឲ្យហើយពី generate key មកបងប្អូនគាត់តែបើក tool download របស់យើងនេះ tool នេះបាទ tool CM tool នេះអញ្ចឹងគាត់តែផាសកូដនឹងចូលមកហើយពាក្យយកពាក្យថាចាំតិចយកពាក្យថា activate បាទបន្ទាប់ពី activate ផ្លូវនេះគឺវាដាក់ activate រយៈពេល7ថ្ងៃបាទ deadline របស់វាណាខ្ញុំចុច OK មកវានឹងបក tool មកឲ្យយើងហើយបាទអញ្ចឹង tool របស់យើងមានរូបរាងបែបនេះហើយចង់ទិញដាច់អីអាចតាក់ទងមកក្នុង Telegram របស់ខ្ញុំបានខ្ញុំបានដាក់ link ជូននៅនឹងដែរណា Telegram មាន YouTube Facebook ខ្ញុំអីចឹងទៅចឹងនៅកន្លែងនេះអត់បាក់ទេយើងចូលមក setting មកហើយយើងចាំតិចសុំ remove ចាស់ចោលទៅបាទយើង export export key របស់វាចូលមកអូខេ YouTube ហ្នឹងបាទខ្ញុំបានចេញវីដេអូមុនបរិញ្ញាប្រើដែរដាក់នឹងចូលមកហើយយក open នេះមកបាទ open downloader នេះហើយយើងទៅយក link វីដេអូពី YouTube អូខេទៅ YouTube មកនេះបងប្អូនចង់បានវីដេអូពី Facebook យក Facebook មកចង់បាន YouTube យក YouTube មកហើយរបៀបនៃការប្រើប្រាស់ចូលមកក្នុង channel ខ្ញុំទៅណាពីការតឡើង link grabber ហើយនឹង get OK អីហ្នឹងបាទខ្ញុំសូមបីខ្ញុំសូមយក channel short អូខេឥឡូវខ្ញុំយក channel short នេះ Facebook បាទខ្ញុំចុចលើវាមកយើងគ្រាន់តែយកពាក្យថា short មកយើង scroll យកមកក្រោមមកយើងចង់បានវីដេអូប៉ុណ្ណាយើង scroll ប៉ុណ្ណឹងមកអញ្ចឹង link វានឹងចាប់នៅក្នុង link grabber យើង automatic ហើយបាទចូលឡើងយកប៉ុណ្ណេះចុច link grabber មកយើងអូសយកមកក្រោមបាទនេះជា link YouTube មិញបាទយើង copy ទាំងអស់មកហើយយើងយកមកដាក់នៅក្នុងក្នុង tool របស់យើងអញ្ចឹងកន្លែងនេះយើងយកមកពី Facebook YouTube ដាក់ YouTube ណាអត់មានយកពី YouTube ចុច select TikTok ទេអញ្ចឹងវាធ្វើការយើងទេអញ្ចឹងយើងយកពី platform ឯណាចុចយក platform ឯហ្នឹងមកអញ្ចឹងខ្ញុំយក YouTube ហើយចុច paste មកចំពោះនៅកន្លែងនេះនៅកន្លែង base វីដេអូនេះបានន័យថាវាធ្វើបើសិនជាវីដេអូរបស់គេមានកម្រិត18អញ្ចឹងវាធ្វើឲ្យវីដេអូនឹងកាន់តែច្បាស់ជាងមុនទៀតយក base ប៉ុន្តែវានឹងស៊ីអ៊ីនធឺណិតបន្តិចបាទអញ្ចឹងខ្ញុំយក18ហ្នឹងហើយយើង select folder មកដាក់វីដេអូនៅណាខ្ញុំដាក់នៅ music នៅកន្លែងនេះMP3 MP4 នេះខ្ញុំជឿថាអ្នកទាំងអស់គ្នាចេះប្រើហើយបាទបន្ទាប់ពីបាន select ប៉ុណ្ណឹងអស់មកហើយយកពាក្យថា download all បាទអញ្ចឹងវានឹងចេញផ្ទាំងដើម្បីឲ្យយើងតាមដាននៅការ download របស់យើងបាទអូខេអញ្ចឹងនេះចាប់ផ្ដើម start ហើយបាទអញ្ចឹង music របស់យើងក៏វាចាប់ផ្ដើមចេញវីដេអូមកនេះបាទ
ចឹងយើងដាក់ប៉ុណ្ណាខ្ញុំសុំខ្វែងចង់យើងដាក់ប៉ុណ្ណាគឺមកប៉ុណ្ណឹងយើងចង់ដាក់ថ្មីយើង clear មកដាក់ link ថ្មីចូលមកណាហើយបញ្ជាក់ deadline នេះខ្ញុំប្រាប់បាន7ថ្ងៃទេហើយបើយើងទិញយើងចុចយកមួយខែអីមកខ្ញុំដាក់មួយខែជូនហើយអូខេអញ្ចឹងរបៀបនៃការប្រើប្រាស់ tool មានតែប៉ុណ្្នឹងអីបាទអរគុណ